ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃប្រហ័ស8កើតថ្ងៃសិលខែកដឹកឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី30ខែតុលាគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅលោកសំរាំងស៊ីបកស្រាយអំពីការចូលសភារបស់គណៈបកសង្គ្រោះជាតិលោកអ្នកនាងជាទីមេត្រីនៅក្នុងកិច្ចប្រជុំនៃវេទិការាស្ត្រនិងអ្នកតំណាងរាស្ត្រនៅឃុំចៃមានជ័យស្រុកបាណន់ខេត្តបាត់ដំបងកាលពីរសៀលម្សិលមិញលោកសំរាំងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានបកស្រាយអំពីផលប្រយោជន៍នៃការចូលសភារបស់គណៈបកសង្គ្រោះជាតិនិងលទ្ធផលដែលប្រជាពលរដ្ឋត្រូវទទួលបានថ្លែងទៅកាន់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅក្នុងវេទិកានេះលោកសំរាំងស៊ីបានថ្លែងយ៉ាងដូចនេះថាច្បាស់ហើយធ្វើអីបានធ្វើអីខ្លះគុំក៏តែធ្វើអីមានបរិបទធ្វើអីទៀតយើងត្រូវនិយាយជាមួយអ្នកបាក់នេះថាយើងចូលក្នុងរដ្ឋាភិបាលតំណាងរាស្ត្រហើយតំណាងរាស្ត្រនេះសុខចិត្តមិនមែនគណៈបកប្រជាជនឲ្យគណៈបកសង្គ្រោះជាតិតំណាងរាស្ត្រហើយយើងទៅយកទៅរដ្ឋាភិបាលគឺប្រជារាស្ត្រអ្នកឲ្យជាពិសេសយើងបកលគ្នាធ្វើអគុណល្អក៏ស្អាតអគុណល្អតែទៅជាមួយគ្នាមិនមែនទៅតែគេដាក់គ្នាទេតែថាទៅចាស់សម្រាប់គ្នាទៅគាត់ថាតាមប្រខាំងគ្នាទៅវិញទៅមកអត់ទេជាឱកាសជាប្រវត្តិសាស្ត្រ